ok វីដេអូនេះខ្ញុំបង្ហាញបងប្អូនទាំងគ្នាទាក់ទងនឹងការគ្រប់គ្រង user នៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យើងអូខេអញ្ចឹងក្នុងករណីនេះខ្ញុំប្រើ Windows client ធម្មតាទេប៉ុន្តែខ្ញុំធ្វើការបង្កើត user វាមានចំនួន3ដោយសារកុំព្យូទ័ររបស់ខ្ញុំហ្នឹងគឺតម្រូវប្រើ3នាក់អញ្ចឹងខ្ញុំត្រូវមាន user 3បើសិនជាបងប្អូនមាន user 2យើងប្រើ2នាក់យើងបង្កើត2ទៅបើយើងម្នាក់ឯងយើងមិនបង្កើតទេអូខេអញ្ចឹងដើម្បីបង្កើតបានយើងចូលមកកាន់ Windows របស់យើងមកអូខេខ្ញុំប្រើ Windows 11អូខេអញ្ចឹងនៅក្នុងនេះខ្ញុំមានតែ user មួយទេអញ្ចឹងខ្ញុំធ្វើការ lock skin មកអូខេអញ្ចឹងជាក់ស្ដែងខ្ញុំមាន user មួយយេឃើញទេនេះគឺ user PC01 អញ្ចឹងធ្វើការ lock PC01 មកអញ្ចឹងដើម្បីបង្កើត user យើងអាចគ្រាន់តែធ្វើការ right click នៅលើនេះមកហើយយើងយកពាក្យថា computer management អញ្ចឹង computer management ដើម្បីធ្វើការគ្រប់គ្រងទៅលើ computer របស់យើងអូខេបន្តមកទៀតយើងនឹងឃើញផ្ទាំងមួយ computer management យើងចូលទៅកាន់ user account ហើយយើងនឹងឃើញ group ហើយយើងនឹងឃើញ user អូខេអញ្ចឹងនៅក្នុងនេះខ្ញុំធ្វើការបើកទៅលើ user ហ្នឹងមកអូខេអញ្ចឹងខ្ញុំមាន PC01 អញ្ចឹងខ្ញុំធ្វើការបង្កើត user នៅក្នុងហ្នឹងមកអូខេអញ្ចឹងធ្វើការ right click ហើយយកពាក្យថា new user អូខេអញ្ចឹង user ខ្ញុំដាក់ថា user A អញ្ចឹងទៅអូខេឥឡូវខ្ញុំមាន user A ហើយ password ខ្ញុំដោះ tick កន្លែងនេះ password ខ្ញុំដាក់ never expire អញ្ចឹង password ខ្ញុំដាក់ A ដែរមកហើយ confirm password ក៏ខ្ញុំដាក់ A ដូចគ្នាអញ្ចឹងខ្ញុំធ្វើការ create user នឹងមួយអូខេអញ្ចឹងខ្ញុំបាន user A មួយហើយអូខេអញ្ចឹងធ្វើការបង្កើត user មួយទៀតមកគឺ user B អញ្ចឹងខ្ញុំដាក់ B មកអូខេ B ហើយ password ខ្ញុំដាក់ B ដូចគ្នាហើយ password never expire ខ្ញុំដាក់ B ដូចគ្នាហើយខ្ញុំធ្វើការ create អូខេអញ្ចឹងចម្លើយគឺខ្ញុំបាន user 2ហើយអញ្ចឹងខ្ញុំធ្វើការបង្កើត user មួយទៀតគឺ user C ខ្ញុំ new user មកខ្ញុំវាយអក្សរ C កន្លែងនេះគឺខ្ញុំវាយអក្សរ C អូខេអញ្ចឹង password គឺខ្ញុំប្រើអក្សរ C អូខេអញ្ចឹងនេះក៏ថាឧទាហរណ៍ឲ្យបងប្អូនមើលទេខ្ញុំ create point អូខេអញ្ចឹង password យើងវាយអត់ដូចគ្នាខ្ញុំវាយ Cខ្ញុំចុច create point អូខេអញ្ចឹងខ្ញុំនឹងទទួលបាន user 3អញ្ចឹង user 3ហ្នឹងគឺសិទ្ធិរបស់គាត់គឺជា user ធម្មតាទេមិនថា standard user ហើយគាត់អត់មានសិទ្ធិជា administrator ទេអញ្ចឹង PC01 គឺមានសិទ្ធិ administrator មានន័យថា PC01 គាត់មានសិទ្ធិតម្លើងគឺគាត់មានសិទ្ធិតម្លើងគាត់មានសិទ្ធិតម្លើងកម្មវិធីគាត់មានសិទ្ធិ remove PC01 គាត់មានសិទ្ធិ remove user A user B user C អញ្ចឹងទៅប៉ុន្តែ user A B C ហ្នឹងក៏អាចសិទ្ធ remove PC01 បានទេអូខេអញ្ចឹងខ្ញុំបង្កើត3 user នៅក្នុងហ្នឹងអូខេអញ្ចឹងអូខេបន្ទាប់ពីខ្ញុំបង្កើតហើយខ្ញុំធ្វើការបិទចោលខ្ញុំនឹងធ្វើការ lock screen ម្ដងទៀតណាអូខេខ្ញុំធ្វើការ lock screen អូខេបន្ទាប់ពីខ្ញុំ lock screen ហើយបងប្អូនមើលកន្លែងនេះឃើញកន្លែងនេះគឺ user ណានេះយើងអាចមើលកន្លែងនេះបាននេះឃើញមាន A B C ណាអូខេអញ្ចឹងក្នុង case នេះខ្ញុំអាច log ចូលទៅកាន់ user A ជាមួយខ្ញុំ log ចូលទៅកាន់ user PC01 សិនអញ្ចឹង PC01 មាន data ប៉ុណ្ណេះឃើញទេអូខេនេះជា profile របស់ user PC01 អញ្ចឹងខ្ញុំធ្វើការ log ចូលទៅកាន់ user A មកអញ្ចឹងយើងអាចធ្វើការ switch user ក៏បានដែរណាយើងចុចកន្លែងនេះមកហើយយើងធ្វើការកន្លែងណាទេ switch user របស់យកអូខេបើសិនជាកន្លែងនេះអត់មានខ្ញុំធ្វើការ lock screen ទៅមកអូខេបន្ទាប់ទៀតខ្ញុំធ្វើការ lock ចូល user A ហើយខ្ញុំវាយ password ខុសក៏ខ្ញុំមិនអាច lock ចូលដែរណាអូខេឃើញអត់ចូលទេណាអញ្ចឹងខ្ញុំត្រូវវាយ password A ដើម្បីធ្វើការ lock ចូល block ភ្លក់អូខេអញ្ចឹងខ្ញុំចាប់ដើម lock ទៅកាន់ user A បន្ទាប់ពីខ្ញុំ lock ចូលទៅកាន់ user A ហើយខ្ញុំនឹងបង្កើតទិន្នន័យបង្កើតអីនៅក្នុង user A អញ្ចឹងទៅអញ្ចឹង user B user C user PC01 ក៏អត់ឃើញអីរបស់ user A ហ្នឹងដែរអានេះគឺជាគោលការណ៍មួយយើងបើសិនជាកុំព្យូទ័ររបស់យើងប្រើច្រើនគ្នាយើងគួរតែ apply របៀបហ្នឹងដើម្បី protect privacy ទិន្នន័យផ្ទាល់ខ្លួនរបស់យើងទៅលើ user មួយកុំឲ្យរញ៉េរញ៉ៃកុំឲ្យមើលគ្នាទៅវិញទៅមកអញ្ចឹងទៅអូខេអញ្ចឹងទិន្នន័យក៏អាចដាក់នៅលើ document នៅលើ desktop អីចឹងទៅដើម្បីលើ user មួយអញ្ចឹងបើសិនជាយើងមានកុំព្យូទ័រច្រើនខ្ញុំបងប្អូនគួរតែ apply របៀបហ្នឹងអូខេអញ្ចឹងធ្វើការរងចាំតិចទៅវានឹងធ្វើការ log ចូលទៅកាន់ profile user សិនមួយអញ្ចឹងការ log ហ្នឹងវាយូរតែដំបូងទេមានន័យថាពេលដែលយើង log ភ្លាមវាត្រូវការបង្កើត user profile ពេលដែលវាបង្កើតចប់លើកទី2យើងក៏ទៅ log ចូលទៅភ្លក់តែម្ដង
អូខេជាងធ្វើការរងចាំបន្តិចទៅអូខេអញ្ចឹងនៅពេលដែលយើង lock នៅកន្លែង privacy setting ហ្នឹងយើងធ្វើការបិទចោលទាំងអស់មកយើងកុំទុកវាទុកទៅក៏វា track ម៉ាស៊ីនយើងវាធ្វើឲ្យ slow ណាអូខេខ្ញុំទៅ sub ទៀតមកអូខេអញ្ចឹងនេះយើងកំពុងតែធ្វើការ log in នៅលើ user A ណាយើងចុចមួយមកយើងចុចលើនឹងមកយើងនឹងឃើញនេះគឺជា user A អូខេអញ្ចឹងបើសិនជាយើងចង់ log ចូលទៅកាន់ user B យើងគ្រាន់តែធ្វើការ sign out វាមកណានេះធ្វើការ sign out មកអូខេអញ្ចឹងយើងធ្វើការ sign out មកយើងអាច log ចូលទៅកាន់ user B ម្ដងអូខេនេះគឺ user B អញ្ចឹងខ្ញុំធ្វើការ log ចូលមកអញ្ចឹងខ្ញុំវាយ password A ក៏អត់ចូលដែរណាអញ្ចឹងតើតែខ្ញុំវាយ password B អញ្ចឹង password user របស់យើងមួយហ្នឹងយើងអត់ឲ្យគេដឹងទេយើងត្រូវការពារសិទ្ធិរបស់យើងមួយ user A ដឹងតែ A user B ដឹងតែ B ទេអូខេអញ្ចឹងធ្វើការ log ចូល profile user Bអូខេអញ្ចឹងកន្លែង privacy នេះយើងធ្វើការបិទទាំងអស់ដូចគ្នាមកបិទចោលមកណាអូខេខ្ញុំចុច sub ទៀតមកអូខេអញ្ចឹងខ្ញុំឈរនៅលើ user B អូខេអញ្ចឹងខ្ញុំឈរលើ user B ឃើញទេនេះ user B អញកដុំឆែប user A តែពិតវាត្រូវ user B ណាអូខេអញ្ចឹងខ្ញុំធ្វើការឆែកមើលម្ដងទៀតមិនក៏ user A អញ្ចឹងតែពិតវាត្រូវ user B ណាអូខេអញ្ចឹងធ្វើការsign out មិនខ្ញុំ log user B តែប៉ុន្តែមិនក៏វា load user A អញ្ចឹងតែពិតអត់ត្រូវវាត្រូវបង្ហាញថាជា user B អូខេ user B ណាជួយធ្វើការ log មើលអូខេខ្ញុំវាយអក្សរ B ផ្លើអូខេរងចាំតិចមកខ្ញុំ log ចូល user B ហីអូខេអញ្ចឹងខ្ញុំចុចនៅលើ user ម្ដងទៀតថាវា user B ក៏ user A អូ sorry អាហ្នឹងអក្សរវា start ទេណាតែពិតវាកំពុងតែ log ចូលទៅកាន់ user B ទេមិននេះអក្សរវា start A B C ទាំង sorry កន្លែងហ្នឹងណាតែពិតយើង log ចូលទៅកាន់ user B យើងអាចមើលបានចង់ដឹងថា A ឬក៏ B យើងអាចចូលកន្លែងឈប់កន្លែងហ្នឹងវាគួរតែបង្ហាញ profile មួយខ្ញុំមកមើលកន្លែងបង្ហាញ profile user សិនចូល setting មើលអូខេនេះគឺ local របស់យើងគឺ user B ណា local account របស់យើងគឺអត់ខុសទេ sorry មិញក៏យើងធ្វើការ log ចូល user B ដែរអញ្ចឹងខ្ញុំអាចបង្កើត folder មួយឧទាហរណ៍ថាខ្ញុំធ្វើការបង្កើត folder មួយមកធ្វើការ right click ខ្ញុំយក new folder មួយខ្ញុំដាក់ B អញ្ចឹងទៅណាអូខេតទៅទៀតនេះជាទិន្នន័យរបស់ user B អញ្ចឹងខ្ញុំឈប់ប្រើឲ្យកុំព្យូទ័រខ្ញុំចប់ហើយខ្ញុំត្រូវក្លែងធ្វើការប្រើខ្ញុំសាញ់ឲ្យចោលមានន័យថាយើងប្រើចប់ហើយកុំព្យូទ័រហ្នឹងអញ្ចឹងយើងឈប់ប្រើហើយអញ្ចឹងបន្ទាប់ពីយើងឈប់ប្រើ user A គាត់មកប្រើវិញណាអូខេអញ្ចឹងក្នុងករណីនេះបើសិនជា user A មកប្រើវិញគាត់ឧទាហរណ៍ថា user A អញ្ចឹងគាត់ log អក្សរ A មកអូខេអញ្ចឹងគាត់អាចឃើញទិន្នន័យ user B បានទេដោយសារគាត់កំពុងតែធ្វើការ log ចូល profile user A របស់គាត់អញ្ចឹងណាអូខេអញ្ចឹងបងប្អូនអត់ឃើញ file folder A ឃើញទេឃើញតែblank ឯដោយសារនេះវាជា user A sorry វាអត់ឃើញ folder user B អញ្ចឹងខ្ញុំបង្កើតមក A ណាអញ្ចឹងមានន័យថាពេលដែលយើងប្រើ user ហ្នឹងយើងផ្ទុកទិន្នន័យរបស់យើង user មួយទៀតក៏អាចឃើញទិន្នន័យរបស់យើងបានទេអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេទាក់ទងនឹងការបង្កើត user ហើយគ្រប់គ្រង user ហើយ PC ផ្សេងដូចជា user A B ហ្នឹងក៏អត់មានសិទ្ធិធ្វើអីលើកុំព្យូទ័រគឺគាត់មានសិទ្ធិត្រឹមតែប្រើប្រាស់កុំព្យូទ័រប៉ុណ្្នឹងហើយគាត់អាចមានសិទ្ធិ set មានសិទ្ធិស្អីបានទេណាព្រោះថា user របស់គាត់សិទ្ធិរបស់វាគឺជា standard user អូខេវីដេអូក្រោយយើងនឹងតតាក់ទងជាមួយនឹងmake គាត់ទៅជា admin អីចឹងទៅអូខេអញ្ចឹងខ្ញុំធ្វើការ sign out មកខ្ញុំ sign out អូខេអញ្ចឹងខ្ញុំ sign out ហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេតាក់ទងការបង្កើត user ហើយនឹងគ្រប់គ្រង user នៅលើកុំព្យូទ័រ Windows របស់យើង Windows client របស់យើងមិនថា 7 10 ឬក៏11ទេមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ follow និង subscribe YouTube admin អ្នកមួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ